ហើយនឹងគឺខ្ញុំអត់ដឹងធ្វើម្ហូបអីទេបងប្អូនគាត់ថានៅក្នុងទូទឹកកកគឺថាមានស្លាប់មន់នេះបងប្អូនស្លាប់មន់ទូចហ្នឹងក៏សម្រាប់ថាចង់យកមកប្រឡាក់ជៀនតែបងប្អូនអត់ចង់ប្រើខ្លាញ់អញ្ចឹងហើយខ្ញុំក៏សាកដាក់ទឹកជីហើយដាក់អំបិលប៊ីចេងស្ករយើងហ្នឹងបងប្អូនហើយយើងដាក់បន្ថែមជាមួយនឹងស្ករត្នោតបងប្អូនហើយលំងាស់វាឲ្យផុយយកមកញ៉ាំជាមួយនឹងទឹកជ្រលក់ចេះបងប្អូនគឺថារសជាតិឆ្ងាញ់មិនប្លែកម្យ៉ាងដែរណាបងប្អូនយើងអាចចាំបាច់ប្រើខ្លាញ់ពងជៀនឲ្យវាទលាន់ត្រែអញ្ចឹងបងប្អូនណាមួយយើងប្រើខ្លាញ់ពេកក៏អត់ល្អហ្មងដែរយើងយកមកចាស់ក៏រសជាតិឆ្ងាញ់ប្លែកម្យ៉ាងដែរបងប្អូនណាមួយសាច់មាន់យើងគឺថាផុយឆ្ងាញ់ហ្មងណារសជាតិក្លិនទឹកត្រីឈ្ងុយទឹកត្រីបងប្អូនដែលយើងលងាស់យូរអញ្ចឹងផុយហើយស្លាប់មាន់ហ្នឹងបងប្អូនហើយខាំមកគឺរបូតមកទាំងអស់ហ្មងឆ្ងាញ់មែនតើយើងញ៉ាំជាមួយនឹងទឹកត្រីអើយបុកនឹងទៀតបងប្អូនហើយរសជាតិដបែហ្មងញ៉ាំមួយបាយគឺត្រូវគ្នាមែនតើសម្រាប់ខ្ញុំរសជាតិហ្នឹងគឺរសជាតិរៀងប្លែកថ្មីដែរដោយសារដែរធ្វើបងប្អូនទៅពេលសាកធ្វើអញ្ចឹងទៅគឺញ៉ាំឆ្ងាញ់លើកក្រោយគឺលេងយកទៅជៀនយកទៅបំពងទៀតបងប្អូនហើយធ្វើតែអញ្ចឹងមកលឿនហើយគឺញ៉ាំស្រួលទៀតបងប្អូនវាផុយឆ្ងាញ់ហ្មងហើយរសជាតិដិតតុងក្លិនទឹកត្រីឈ្ងុយមកញ៉ាំមួយបាយគឺថាអស់បាយពីឆ្នាំងហ្មងណា